នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំម៉ៃសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ500ខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី9ខែមករាគ្រិស្តសករាជ2015ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃសាលាដំបងរាជធានីភ្នំពេញលើកពេលជំនុំជម្រះករណីសកម្មជនបកប្រឆាំងលោកគ្រូនៅវិទ្យាល័យច័ន្ទក្រឹស្ណារិះគន់ចំពោះភាពមិនប្រក្រតីក្នុងការជ្រើសរើសនាយកសាលាបរដ្ឋរាប់រយគ្រួសារនៅខេត្តបាត់ដំបងរិះគន់អាជ្ញាធរថាមិនដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹកស្អុយจากក្រុមសហគមន៍មកពីខេត្ត3ស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធក្នុងរឿងបាត់បង់ដីធ្លីរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញដែលជំនុំជម្រះករណីសកម្មជនគណបកសង្គ្រោះជាតិកាលពីថ្ងៃប្រហ័សម្សិលមិញបានសម្រេចផ្អាកសវនកម្មភ្លាមបន្ទាប់ពីមានភាពចម្រូងចម្រាសនិងមិនចុះសម្រុងគ្នានៅក្នុងបន្ទប់កាត់ក្តីមេធាវីនិងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួមសវនកម្មអះអាងថាភាពចម្រូងចម្រាសនោះកើតឡើងដោយសារតែចៅក្រមបើកសវនកម្មខុសនីតិវិធីលោកមុំនិរតមានសេចក្តីរាយការណ៍ការសម្រេចផ្អាកសវនាការយ៉ាងតក់ក្រហល់នឹងមិនបានកំណត់ពេលវេលាសម្រាប់សវនាការជាថ្មីទៀតដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះបន្ទាប់ពីមេធាវីការពារក្តីឲ្យសកម្មជនគណបកសង្គ្រោះជាតិទាំង11នាក់ក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យនោះធ្វើពហិការមិនបន្តនីតិវិធីហើយដែកចេញពីបន្ទប់សវនាការទាំងអង្គការមិនមែនរដ្ឋាភិបាលនិងមេធាវីការពារក្តីឲ្យជន់ជាប់ចោតទាំង11នាក់ចាត់ទុកថាសវនាការកាលពីព្រឹកថ្ងៃទី8មករាគឺប្រធានអង្គជំនុំជម្រះលោកតាំងសុនឡាយដំណើរការក្តីមានភាពមិនត្រឹមត្រូវបើទោះជាតំណាងអាយកាយល់ឃើញថាប្រធានក្រុមប្រឹក្សាជំនុំជម្រះដំណើរការក្តីលើរឿងមិនត្រូវដំណើរការនិងសម្រេចលើហេតុផលដែលផ្ទុយពីសវនាការក៏ដោយចុះលោកជងជួងងីមេធាវីការពារក្តីរបស់សកម្មជនគណបកសង្គ្រោះជាតិម្នាក់ក្នុងចំណោមមេធាវីដទៃទៀតឲ្យដឹងក្រោយចេញពីបន្ទប់សវនាការថាមូលហេតុដែលក្រុមមេធាវីជំទាស់នឹងដៃចេញពីបន្ទប់សវនាការដោយយល់ឃើញថាប្រធានចៅក្រមជំនុំជម្រះបែរជាប្រើប្រាស់ពេលវេលានៃសវនាការស្ទើរពេញមួយព្រឹកងាកទៅចាប់អារម្មណ៍និងធ្វើសេចក្តីសម្រេចលើអ្នកតំណាងរាស្ត្រឯណោះទៅវិញដោយឡែកសំណុំរឿងដែលត្រូវជំនុំជម្រះបែរជាទុកចោលតំណាងអាយកាអត់មានចំទាស់សោះហើយក្រុមប្រឹក្សាជំនុំជម្រះបែរជាសម្រេចបដិសេធវត្តមានរបស់តំណាងរាស្ត្រដែលរឿងហ្នឹងវាមិនត្រូវជជែករឿងដែលមិនត្រូវជជែកសម្រេចរឿងដែលមិនត្រូវសម្រេចការខ្វែងគំនិតគ្នាលើអង្គសេចក្តីជំវិញបទចោទដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សាប្រឆាំងក្រុមសន្តិសុខខណ្ឌដូនពេញរហូតទៅដល់មិនអាចបន្តការជំរះក្តីបាននេះបន្ទាប់ពីមេធាវីការពារក្តីឲ្យដើមមិនដឹងគឺខាងភីគីតំណាងដោយរដ្ឋាភិបាលលោកមេងពេជ្រហាប់កត់សម្គាល់ថាក្នុងបន្ទប់សវនាការមិនគួរអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្របកសង្គ្រោះជាតិដែលជាប់មិនដឹងនៅឡើយបាននៅស្ដាប់សវនាការទេភ្លាមក្រោយពីការកត់សម្គាល់ដូចនេះមេធាវីការពារក្តីរបស់សកម្មជនទាំង11នាក់សម្រាប់ធ្វើពហិការមិនបន្តនីតិវិធីដែរភ្លាមក្រោយពីការកត់សម្គាល់ដូចនេះមេធាវីការពារក្តីរបស់សកម្មជនទាំង11នាក់សម្រាប់ធ្វើពហិការមិនបន្តនីតិវិធីដែរបន្ទាប់ពីលោកតាំងសុនឡាយប្រធានចៅក្រមជំនុំជម្រះអាកាត់មួយរំពេចឲ្យអ្នកតំណាងរាស្ត្រមួយចំនួនក្នុងចំណោមនោះមានអ្នកស្រីមូសុខួរផងត្រូវដែកចេញពីបន្ទប់សវនាការទន្ទឹមនឹងសវនាការដែលកម្លាំងមានសមត្ថកិច្ចមិនត្រូវបានដាក់ពង្រាយស្អេកស្កះនិងបិទច្រកចេញចូលដោយលើកមុននោះអ្នកស្រីមូសុខួរចាត់ទុកថានេះជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរប្រឆាំងរូបអ្នកស្រីនិងអ្នកតំណាងរាស្ត្រដទៃទៀតដោយឡែកនៅខាងក្រៅបន្ទប់សវនាការឯនេះវិញក្រុមអ្នកចូលរួមគាំទ្រលើកទឹកចិត្តបានចោទប្រកាន់តុលាការថាពុំមានភាពឯករាជ្យនិងខិតក្រមអធិបុលរបស់អ្នកនយោបាយកាន់អំណាចឆ្លើយតបរឿងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
តែបដិសេធមិនដងឲ្យម្ដងទៀតថារដ្ឋាភិបាលរបស់លោកពុំដែលលូដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការម្ដងណាទេវិទ្យុអាស៊ីសេរីពុំអាចសុំការបំភ្លឺបន្ថែមពីប្រធានចៅក្រមជំនុំជម្រះលោកតាំងសុនឡាយបានទេនៅថ្ងៃទី8មករាលោកអំសំអាតមន្ត្រីបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូយល់ឃើញថាថ្មីបើអ្នកតំណាងរាស្ត្រដែលចូលរួមស្ដាប់នៅក្នុងបន្ទប់សវនាការដោយផ្ទាល់ជាប់បណ្ដឹងក៏ដោយក៏សំណុំរឿងរបស់ពួកគាត់មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងដែលកំពុងបន្តនីតិវិធីនេះទេលោកចាត់ទុកថាការពន្យាពេលម្ដងជា2ដងនេះនឹងរឹតតែធ្វើឲ្យប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់សកម្មជនដែលត្រូវឃុំខ្លួនយើងឃើញថាការធ្វើរបៀបនេះគឺជាការមួយដែលធ្វើឲ្យសវនាការនេះវាកាន់តែអូសពេលបន្លាយយូរទៅដែលធ្វើឲ្យជនជាប់ចោតដែលនៅក្នុងឃុំចំនួន5នាក់នោះគាត់កាន់តែរងនៅផលវិបាកជាបន្តទៅទៀតសកម្មជនគណបកនយោបាយទាំង5រូបត្រូវបានបញ្ជូនទៅឃុំខ្លួនវិញភ្លាមនៅពន្ធនាគារព្រៃសរបន្ទាប់ពីបិទសវនាការខ្ញុំម៉មនីរតវិទ្យុអាស៊ីសេរីភ្នំពេញក្នុងរឿងអំពើហិង្សានៅផ្លូវវែងស្រេងដែលបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើនសិបនាក់កាលពីដើមខែមករាឆ្នាំ2014នេះរហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតជាក់លាក់នៅឡើយទេចាប់ផ្ទុយទៅវិញរដ្ឋាភិបាលបានឆ្លើយទម្លាក់ការទទួលខុសត្រូវអំពើហិង្សានេះទៅលើគណៈបក្សសង្គ្រោះជាតិថាជាអ្នកញុះញង់ទៅវិញលោកទីនសាការីយ៉ារាយការណ៍អំពីរឿងនេះលោកបនាយករដ្ឋមន្ត្រីសខេងនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងទៅឆ្លើយបំភ្លឺអំពីករណីអំពើហិង្សានៅផ្លូវវែងច្រែងបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកនៅវិមានរដ្ឋសភានៅពេលខាងមុខលោកបនាយករដ្ឋមន្ត្រីសខេងនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងទៅបំភ្លឺនៅវិមានរដ្ឋសភានៅពេលខាងមុខអំពីករណីអំពើហិង្សានៅផ្លូវវែងច្រែងបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍នៅថ្ងៃទី8មករាថាលោកបនាយករដ្ឋមន្ត្រីសខេងនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងទៅបំភ្លឺនៅរដ្ឋសភាបើសិនជាមានការកោះអញ្ជើញពីសភាក៏ប៉ុន្តែលោកទាមទារឲ្យសភាកោះហៅប្រធាននិងអនុប្រធានគណៈបក្សសង្គ្រោះជាតិគឺលោកសំរងស៊ីនិងលោកកឹមសុខាផងលោកខៀវសុភ័ក្របញ្ជាក់ថាអំពើហិង្សានៅផ្លូវវែងច្រែងនេះបង្កឡើងដោយគណៈបក្សសង្គ្រោះជាតិដែលដឹកនាំប្រជាពលរដ្ឋនិងកម្មករធ្វើបាតកម្មក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលនោះតែមានរឿងមានហេតុអញ្ចឹងសូមឲ្យអ្នកបង្ករឿងទៅផងអ្នកដែលបង្ករឿងមកមានហេតុរឿងហ្នឹងបាទអ្នកបង្ករឿងណាឯកឧត្តមបាទបង្ករឿងគឺគណៈបក្សសង្គ្រោះជាតិគឺឯកឧត្តមសំរងស៊ីឯកឧត្តមពុកកឹមសុខាដែរអ្នកញុះញង់កម្មករឲ្យបាតកម្មខុសពីអ្វីដែលគាត់បានកងថ្លៃការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះនៅផ្លូវវែងច្រែងយកញត្តិទៅដាក់នៅរដ្ឋសភាកាលពីថ្ងៃទី3មករាដែលជាថ្ងៃខួបគម្រប់1ឆ្នាំនៃអំពើហិង្សាដើម្បីសុំឲ្យប្រធានសភាក៏ហៅអ្នកទទួលខុសត្រូវលើអំពើហិង្សាផ្លូវវែងច្រែងនោះទៅសាកសួរនៅរដ្ឋសភាឆ្លើយតបនឹងបញ្ហានេះអនុប្រធានគណៈបក្សសង្គ្រោះជាតិនិងជាអនុប្រធានទី1រដ្ឋសភាលោកកឹមសុខាមានប្រសាសន៍ថាលោកនិងលោកសំរងស៊ីនៅក្នុងសភាស្រាប់ដូច្នេះមិនចាំបាច់ទាមទារឲ្យលោកទាំងពីរទៅសភានោះទេលោកបញ្ជាក់ថាអំពើហិង្សានៅផ្លូវវែងច្រែងនេះបង្កឡើងដោយកម្លាំងរដ្ឋាភិបាលដែលធ្វើឲ្យមានមនុស្សស្លាប់និងរបួសនោះហ្នឹងយើងដឹងហើយថាអ្វីដែលរដ្ឋាភិបាលទទួលខុសត្រូវគឺការស្លាប់មនុស្សអ្នកណាដែលប្រព្រឹត្តអ្នកណាដែលបាញ់គេដឹងទាំងអស់ហើយមិនបាច់ឆ្លើយដាក់ពីណាលោកកឹមសុខាបន្ថែមថាលោកនឹងពិនិត្យមើលញត្តិរបស់ប្រជាពលរដ្ឋដើម្បីដាក់ជូនដល់រដ្ឋាភិបាលក្នុងការស្វែងរកជនដៃដល់បង្កឲ្យមានអំពើហិង្សាបាញ់សម្លាប់មនុស្សនៅផ្លូវវែងច្រែងនេះប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់លោកស៊ុនប៊ុនសាក់មានប្រសាសន៍ថាការធ្វើបាតកម្មត្រូវបានធានានៅក្នុងច្បាប់ស្តីពីការធ្វើបាតកម្មដោយសន្តិវិធីហើយអាជ្ញាធររដ្ឋជាអ្នករៀបចំស្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងការធ្វើបាតកម្មនេះខ្ញុំគិតថានេះជាចម្លើយដែលមិនមានទំនួលខុសត្រូវទេក្នុងគណៈជារដ្ឋនេះបាទហើយសូមបញ្ជាក់ជូនថានិយាយពីរឿងការធ្វើបាតកម្មមិនមែនជារឿងញុះញង់ទេឬបាតកម្មគឺជារឿងសិទ្ធិរបស់មនុស្សដែលធានាដោយច្បាប់ដូច្នេះការដែលមានបញ្ហាផ្សេងៗគឺជាទំនួលខុសត្រូវរបស់រដ្ឋក្នុងការរៀបចំសន្តិសុខការជាប់គាំងនយោបាយនៅក្រៅពេលបោះឆ្នោតឆ្នាំ2013ជាឧបសគ្គដ៏ចម្បងក្នុងការជំរុញឲ្យដំណើរលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើងផ្ទុយទៅវិញអ្នកការពារសិទ្ធិមនុស្សអះអាងថាការជាប់គាំងនយោបាយបានបង្កឲ្យមានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងឆ្នាំ2013នៅក្រៅពេលមួយថ្ងៃដែលកងកម្លាំងរដ្ឋាភិបាលបង្ក្រាបកម្មកររោងចក្រធ្វើបាតកម្មទាមទារសុំដំឡើងប្រាក់ខែនៅផ្លូវវែងច្រែងនោះគឺនៅថ្ងៃទី4មករាឆ្នាំ2014អាជ្ញាធររាជធានីភ្នំពេញប្រដាប់ដោយអាវុធបានបិទទីលានប្រជាធិបតេយ្យនិងបានបណ្តេញបាតកោគណៈបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យដោយគ្មានការរើសមុខមានទាំងមនុស្សចាស់ព្រះសង្ឃនិង
បានរុះរើវេទិការបស់គណៈបកសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យផងកាលនោះគណៈបកសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ភ្លាមដោយចាត់ទុកសកម្មភាពបណ្ដេញបាតកោរបស់ខ្លួនចេញពីទីលានប្រជាធិបតេយ្យនេះជាអំពើហិង្សាប្រៃផ្សៃទន្ទឹមនឹងនេះអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក Surya Sobati សូមរដ្ឋាភិបាលផ្សព្វផ្សាយផលិតផលនៃការស៊ើបអង្កេតលើព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី15កញ្ញាថ្ងៃទី12វិច្ឆិកាឆ្នាំ2013និងនៅថ្ងៃទី3មករាឆ្នាំ2014ធ្វើឲ្យមនុស្សស្លាប់ចំនួន7នាក់របួសជាច្រើននាក់និងបាត់ខ្លួនកុមារម្នាក់ឈ្មោះខឹមសម្បត្តិរយៈពេលជាង1ឆ្នាំមកនេះរដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតនេះជាសាធារណៈនៅឡើយទេខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington រដ្ឋាភិបាលកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាជាច្រើនទៀតបានជួបប្រជុំគ្នា3ថ្ងៃដើម្បីជំរុញឲ្យស្ត្រីចូលរួមធ្វើជាអ្នកដឹកនាំនិងធ្វើជាកីឡាការិនីឲ្យបានចំនួនកាន់តែច្រើនថែមទៀតចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដាមពីរឿងនេះនាពេលបន្តិចទៀតនេះដំណឹងដាច់ដライមួយនៅឯខេត្តព្រៃវែងនៅវិញលោកគ្រូអ្នកគ្រូនៅវិទ្យាល័យច័ន្ទក្រឹស្ណារិះគន់ចំពោះភាពមិនប្រក្រតីក្នុងការជ្រើសរើសនាយកសាលាប៉ុន្តែប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកមេសាងថ្លែងថាការដាក់ពិន្ទុវាតម្លៃជ្រើសរើសបេក្ខភាពនាយកសាលានេះគឺធ្វើទៅតាមគោលការណ៍ណែនាំវាតម្លៃរបស់ក្រសួងហើយនឹងមានតម្លាភាពចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំសុផុនក្រុមលោកគ្រូអ្នកគ្រូមួយចំនួននៅក្នុងវិទ្យាល័យច័ន្ទក្រឹស្ណាក្នុងស្រុកមេសាងខេត្តព្រៃវែងបានសម្ដែងការខកចិត្តក្រោយពេលដែលបង្ហាញលទ្ធផលនៃការជ្រើសរើសបេក្ខភាពនាយកសាលាវិទ្យាល័យកាលពីថ្ងៃទី6ខែមករាដោយខុសពីការរំពឹងទុករបស់ពួកគាត់លោកឈួនទូចគ្រូបង្រៀននៅវិទ្យាល័យច័ន្ទក្រឹស្ណាបានថ្លែងថាភាពមិនប្រក្រតីបានចាប់ផ្ដើមឡើងតាំងពីការចាប់ផ្ដើមវាតម្លៃជ្រើសរើសបេក្ខភាព2នាក់ជានាយកសាលាគឺបេក្ខភាពឈ្មោះធីរ៉ានិងបេក្ខភាពម្នាក់ទៀតឈ្មោះម៉ៅយ៉នមកម្លេះលោកបានលើកឡើងដោយបញ្ជាក់ថាបុគ្គលិកថ្មីដែលមិនទាន់បានចូលបម្រើការងារក៏មានវត្តមានវាតម្លៃបេក្ខភាពនាយកហើយសញ្ញាក្រដាសវាតម្លៃដែលមានការកោសលុបនោះក៏ចាត់ទុកជាសញ្ញាបានការហាក់លំអៀងទៅលោកយ៉នម៉ៅចំណុចដែលមិនប្រក្រតីគឺថ្ងៃខែឆ្នាំកំណើតរបស់គាត់ហើយនឹងថ្ងៃខែឆ្នាំចេញបម្រើការងារចាប់ពេល12ឆ្នាំទេបងបាទអាយុ12ឆ្នាំឯងចូលបម្រើការងាររដ្ឋនឹងភាពមិនប្រក្រតីរបស់លោកយ៉នម៉ៅហ្នឹងណាបាទគាត់កើតនៅឆ្នាំ1978ដល់ពេលចូលបម្រើការងារ1990បម្រើការងាររដ្ឋណាហើយមួយទៀតគឺលោកយ៉នម៉ៅគាត់មានភាពមិនប្រក្រតីតាំងគាត់ចេញពីបព្វដាមកចេញពី INT មកចេញបរិញ្ញាបត្ររយៈពេលតែ3ខែទេគាត់មានលិខិតតែងតាំងជានាយករងហ្មងហើយការតែងតាំងនាយករងរបស់គាត់ហ្នឹងគឺมันមានការវិតម្លៃពីក្រមប្រឹក្សាវិន័យទេមួយទៀតគឺលក្ខខណ្ឌនៃការជ្រើសរើសហ្នឹងយុមានសិទ្ធិវិតម្លៃយុក៏រយៈពេលកាន់នាយករងរយៈពេល2ឆ្នាំហើយគាត់ហ្នឹងអត់ទាន់គ្រប់2ឆ្នាំទេបងហើយឥឡូវមានសិទ្ធិថ្លៃជានាយដែរការប្រជុំដាក់ពិន្ទុវិតម្លៃជ្រើសរើសនាយកសាលានោះគឺធ្វើឡើងតាំងពីថ្ងៃទី30ខែតុលាឆ្នាំ2014ហើយបង្ហាញលទ្ធផលនៅថ្ងៃទី6ខែមករាឆ្នាំ2015លោកអះអាងទៀតថាសម្លេងគាំទ្របេក្ខភាពលោកធីរ៉ាមាន30នាក់ហើយសម្លេងគាំទ្រលោកយ៉នម៉ៅមានចំនួន25នាក់ក៏ប៉ុន្តែលោកយ៉នម៉ៅមានពិន្ទុវាតម្លៃសរុបច្រើនជាងប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកមេសាងលោកផនសារ៉េតមានប្រសាសន៍ថាការជ្រើសរើសនេះគឺធ្វើតាមគោលការណ៍ណែនាំនិងដាក់ពិន្ទុរបស់ក្រសួងអប់រំយុវជននិងកីឡាដោយមានលក្ខខណ្ឌចំនួន6ចំណុចធ្វើឡើងដោយតម្លាភាពអញ្ចឹងជាគោលការណ៍យើងគិតថាបេក្ខភាពដែលឲ្យឆោនេះយើងអាចជ្រើសរើសគាត់ជានាយកព្រោះនៅសាលានៅវិទ្យាល័យច័ន្ទក្រឹស្ណានេះมันទាន់មាននាយកអីត្រឹមត្រូវទេដោយសារគាត់ជានាយករងក្តាប់រួមគាត់ជាគ្រូបឋមភូមិអញ្ចឹងมันទាន់មកពេញលក្ខខណ្ឌតាមគោលការណ៍របស់ក្រសួងទេអញ្ចឹងអ្នកដែលអាចតែងតាំងជានាយកវិទ្យាល័យបានវាប្រាណាតែគាត់ជាគ្រូបង្រៀនកម្រិតឧត្តមអញ្ចឹងហើយបានការិយាល័យធ្វើការជ្រើសរើសចង្អុលបង្ហាញបេក្ខភាពពីរនេះហើយអ្វីដែលយើងបើកលទ្ធផលនេះគឺយើងឈរលើគោលការណ៍ត្រឹមត្រូវតម្លាភាពគឺមានអ្នកចូលរួមទាំងអស់ដឹងលើក្នុងរឿងនេះទោះយ៉ាងណាលោកផនសារ៉េតប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកមេសាងបានមានប្រសាសន៍ទៀតថាចំពោះប្រវត្តិរូបរបស់បេក្ខភាពយ៉នម៉ៅខាងការិយាល័យអប់រំស្រុកក៏មិនបានពិនិត្យឲ្យបានហ្មត់ចត់នោះទេអនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រីអុកឆាយាវីមានប្រសាសន៍ឲ្យដឹងថាថ្នាក់ដឹកនាំស្ថាប័នអប់រំគួរតែពិចារណាចំពោះការចាត់ចែងឬជ្រើសរើសអ្នកគ្រប់គ្រងថ្នាក់ក្រោម
ជាជាងជ្រើសតាំងបេក្ខភាពដែលមានទំនោរបកពួកនិយមរួចហើយធ្វើឲ្យបុគ្គលិកថ្នាក់ក្រោមមិនពេញចិត្តឬបង្កើនការរិះគន់ដែលនាំឲ្យខូចប្រយោជន៍ស្ថាប័នអប់រំទាំងមូលនិងខូចគោលនយោបាយកែតម្រង់របស់ថ្នាក់ដឹកនាំក្រសួងទោះយ៉ាងណាក្រុមលោកគ្រូអ្នកគ្រូមួយចំនួននៅក្នុងវិទ្យាល័យច័ន្ទគ្រឹស្ណាទាមទារឲ្យមានការបោះឆ្នោតដាក់ពិន្ទុឡើងវិញដោយធ្វើឡើងនៅនឹងកន្លែងនិងមានតម្លាភាពខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងចាលោកនាងជាទីមេត្រីពីខេត្តបាត់ដំបងប្រជាពលរដ្ឋប្រមាណ200គ្រួសារនៅស្រុកឯកភ្នំរិះគន់អាជ្ញាធរឃុំថាមិនបានយកចិត្តទុកដាក់ដោះស្រាយប្រឡាយបង្ហូរទឹកស្អុយនៅក្នុងភូមិអ្នកស្រុកបញ្ជាក់ថាប្រឡាយទឹកស្អុយនេះគឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះជិត1ឆ្នាំមកហើយចាលោកហ៊ុំចម្រើនរាយការណ៍ប្រឡាយបង្ហូរទឹកដែលប្រជាពលរដ្ឋអះអាងនោះមានក្លិនស្អុយធ្វើឲ្យដើមឈើក្បែរនោះមួយចំនួនងាប់បណ្ដើរនិងប៉ះពាល់ដល់សុខភាពរបស់ព្រះសង្ឃក្នុងវត្តនិងសិស្សសាលាបឋមសិក្សាវត្តព្រៃក្រូចពិបាកដកដង្ហើមនិងប៉ះពាល់ដល់ការសិក្សាក្រុមប្រជាពលរដ្ឋរស់នៅតំបន់ប្រឡាយទឹកស្អុយនៅភូមិព្រៃក្រូចឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី8មករាថាមូលហេតុដែលធ្វើឲ្យប្រឡាយទឹកក្លិនស្អុយនោះគឺផ្ដើមចេញពីការសំណល់របស់ម្ចាស់អាជីវកម្មត្រីស្រស់ក្បែរនោះម្នាក់ឈ្មោះលោកហៅឆាយដោយកែច្នៃត្រីហើយហូរចូលក្នុងទឹកប្រឡាយធ្វើឲ្យស្អុយរលួយខួបប្រាំងខួបវស្សាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្បែរខាងប្រមាណ1ឆ្នាំមកហើយអ្នកភូមិបន្តទៀតថាពួកគាត់បាននាំរឿងនេះទៅជម្រាបដល់មេឃុំព្រែកនរិនដើម្បីមានវិធានការបង្ហូរទឹកស្អុយចេញពីប្រឡាយប៉ុន្តែពុំទទួលបានលទ្ធផលនោះទេអូយ៉ាប់ណាស់បងអើយយ៉ាប់មែនតែនហ្មងយ៉ាប់មហាសរសែនយ៉ាប់យ៉ាងម៉េចដែរយ៉ាប់វាស្អុយទៅងើបមិនរួចទៅណាបាទតម្រាក់មិនបានទេស្អុយណាស់អុយហើយអានេះស្អុយឲ្យស្អាតវាស្អុយបហាសែនស្អុយប៉ាដល់លោកដល់អីផងកំណឹងនេះឈឺក្បាលពេកដូចថាវាស្ប់មកដូចថាអីទៅវិញស្ប់អស់ហើយសាលារៀនលោកសង់អីទាំងអស់ទឹកលោកអាខ្សែវត្តនោះក៏ស្អុយដែរប៉ុន្តែឥឡូវក្រន់តិចមកខែភាសាស្អុយបដោយទឹកស្រះនោះផៅអកៅនេះស្រះលោកវានៅកលិចក៏លោកស្អុយមកឈាមស្រស់វាប្រហូរមកដល់គាត់អស់ដំណោះស្រាយគាត់អត់ហ៊ានទៅថាឲ្យក្រុមហ៊ុននឹងទេអត់ហ៊ានថាឲ្យលោកហៅឆាយទេព្រោះអានឹងវាមានលុយច្រើននៅក្នុងនេះវិទ្យុអាស៊ីសេរីពុំអាចតាក់ទងម្ចាស់អាជីវកម្មកែច្នៃត្រីនៅភូមិព្រែកតាច្រែងគឺលោកហៅឆាយដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី8មករាទោះជាយ៉ាងនេះក្តីមេឃុំព្រែកនរិនលោកសេងយីមានប្រសាសន៍បញ្ជាក់ថាបញ្ហានេះពុំមែនអាជ្ញាធរមិនគិតគូររំដោះទឹកស្អុយចេញពីប្រឡាយដោយការលើកឡើងរបស់អ្នកភូមិនោះទេលោកថាហេតុដែលយឺតយ៉ាវនេះដោយសារអាជ្ញាធរកំពុងសិក្សារកទីកន្លែងសមរម្យដើម្បីបង្ហូរទឹកចេញពីប្រឡាយនោះនៅឡើយខ្ញុំកំពុងធ្វើរឿងនៅកំពុងសិក្សាស្ដារទឹកនឹងយកទៅដាក់នៅខាងណានោះខ្ញុំប្រជុំក្រុមប្រឹក្សាខេត្តមួយនឹងក្រុមប្រឹក្សាសម្រាប់ឲ្យយើងរំលាស់ទឹកនឹងឲ្យរស់នឹងច្រកចេញទៅបាទយើងកំពុងសិក្សាឲ្យតើគ្រូទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលអង្គការអាត់ហុកខេត្តបាត់ដំបងលោកយិនមិញលីមានប្រសាសន៍ថាអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការរំដោះទឹកស្អុយពីប្រឡាយនោះចេញឲ្យបានឆាប់ព្រោះក្លិនទឹកប្រឡាយធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនគ្រួសារលោកយិនមិញលីចាត់ទុកការឆ្លើយបដិសេធរបស់មេឃុំនេះគ្រាន់តែជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះអញ្ចឹងនេះជាលេខមួយទេបើតាមខ្ញុំធ្លាប់ស្ដាប់គាត់ថានឹងធ្វើនឹងព្យាយាមដោះស្រាយនឹងធ្វើឲ្យប្រជាពលរដ្ឋតែគ្រាន់តែនឹងរហូតបើមិនជាក្នុងនាមអាជ្ញាធរឃុំមិនធ្វើការទប់ស្កាត់មិនដោះស្រាយប្រជាពលរដ្ឋលោកអាចធ្វើកិច្ចការនេះជាមួយនឹងអាជ្ញាធរស្រុកជាមួយនឹងអាជ្ញាធរខេត្តទេពីព្រោះនៅកម្ពុជាយើងមានឋានានុក្រមរបស់យើងនេះបើមិនជាថ្នាក់ណាមួយអសកម្មមិនធ្វើការជួយប្រជាពលរដ្ឋគាត់អាចរកដាក់លើពីលើនឹងថាចិត្តដើម្បីដោះស្រាយបញ្ហារបស់គាត់បាទប្រឡាយទឹកស្អុយដែលអ្នកភូមិត្អូញត្អែនេះហូរកាត់ផ្ទះប្រជាពលរដ្ឋចំនួន2ភូមិដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ200គ្រួសារគឺភូមិព្រែកត្រច្រែងនិងភូមិព្រែកក្រូចព្រមទាំងវត្តនិងសាលារៀនបឋមសិក្សាមួយកន្លែងនៅឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងខ្ញុំហ៊ុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងអាជីវករលក់ដូរនៅក្នុងផ្សារលើខេត្តកំពង់ឆ្នាំងជិត200នាក់នាំគ្នាផ្តិតមេដៃប្តឹងក្រុមហ៊ុនធូម៉ាក់ទៅអភិបាលខេត្តនេះដើម្បីទទួលខុសត្រូវលើផលប្រយោជន៍របស់អាជីវករហើយថាប្រសិនបើក្រុមហ៊ុនគ្រប់គ្រងផ្សារមានគម្រោងសង់តូបឬប្រាក់ដំបូលបន្ថែមជូនអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូងនិងខាងជើងផ្សារហើយដែលបញ្ហានេះធ្វើឲ្យអាជីវករទិញតូបនៅក្នុងផ្សារលក់មិនដាច់ក៏ប៉ុន្តែតំណាងក្រុមហ៊ុនបញ្ជាក់វិញថាសិទ្ធិចាត់ចែងនៅរឿងនេះគឺខាងអាជ្ញាធរគឺជាអ្នកទទួលខុសត្រូវចាលោកចិនជាថារាយការណ៍ព័ត៌មាននេះពាក្យបណ្ដឹងភ្ជាប់ស្នាមេដៃរបស់អាជីវករផ្សារលើចំនួន194នាក់បានប្តឹងក្រុមហ៊ុននេះបន្ទាប់ពីពួកគាត់ទទួលព័ត៌មានថាអាជ្ញាធរក្រុងគ្រោងសង់សំណង់រឹងប្រក់ដំបូលជូនអាជីវករលក់ដូរសេរី
នៅអមសងខាងផ្សារប្រមាណ400តូបពាក្យបណ្ដឹងសុំជំទាស់ការសាងសង់នេះបានដាក់ចូលដល់ដៃអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួចហើយតាំងពីដើមខែកក្កដាឆ្នាំ2014ប៉ុន្តែគ្មានការឆ្លើយតបតំណាងអាជីវករម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី8ខែមករាថាក្នុងករណីអាជ្ញាធរឬខាងក្រុមហ៊ុនសង់សំណង់រឹងឲ្យអាជីវករលក់ដូរសេរីលើដីចំណីផ្សារអមសងខាងនោះវានឹងប៉ះពាល់ដល់ការលក់ដូរមិនដាច់និងអត្ថប្រយោជន៍ផ្សេងទៀតរបស់អាជីវករលក់ដូរខាងក្នុងផ្សារលោកបញ្ជាក់ថាក្រុមហ៊ុនមានកងត្រាវិនិយោគផ្សារលើរយៈពេល25ឆ្នាំប៉ុន្តែរហូតមកដល់បច្ចុប្បន្នអាជីវករលក់ទៅបាន16ឆ្នាំប៉ុណ្ណោះហើយបើក្រុមហ៊ុនចង់សង់ឬធ្វើអ្វីមួយប៉ះពាល់ដល់អត្ថប្រយោជន៍របស់អាជីវករនោះគឺត្រូវរងចាំឲ្យផុតកងត្រារបស់ខ្លួនសិនទើបបាននៅពេលដែលដំណើរការលក់ដូរហើយគឺភ្ញៀវចូលផ្សារដើម្បីទិញទំនិញជួនកាលគេមិនបាច់ចូលក្នុងទេគេទិញខាងក្រៅបានហើយព្រោះទៅក្នុងពិបាកចូលដល់ខាងក្នុងអត់មានអ្នកទៅទិញគ្នាលក់អត់ដាច់ដល់លក់អត់ដាច់ទៅត្រូវបង់ប្រាក់ឲ្យផ្សារមានទាំងពន្ធបតង់បស៊ីគ្រប់បែបយ៉ាងតើគ្នានឹងជួបបញ្ហាអីបើភាគច្រើនគឺអ្នកដែលរស់ស៊ីមួយថ្ងៃដើម្បីមួយថ្ងៃឆ្លើយតបបញ្ហានេះតំណាងក្រុមហ៊ុនថូម៉ានិងជាអ្នកទទួលខុសត្រូវផ្សារលើខេត្តកំពង់ឆ្នាំងលោកលន់ថាថ្លែងប្រតិកម្មថាក្រុមហ៊ុនមិនដែលមានចេតនាឬមានគម្រោងសង់សំណង់ប្រក់ដំបូលជូនអាជីវករលក់ដូរសេរីនៅអំឡុងពេលអនុវត្តកងត្រាវិនិយោគរបស់ខ្លួនឡើយហើយលោកចាត់ទុកការប្តឹងនេះមិនមែនជារឿងត្រឹមត្រូវនោះទេលោកបន្តថាការចាត់ចែងរឿងនេះយ៉ាងណានោះជាសមត្ថកិច្ចរបស់អាជ្ញាធរប៉ុន្តែលោកជឿជាក់លើអភិបាលខេត្តលោកឈួរចន្ទឌឿនថានឹងចាត់ចែងឬដោះស្រាយរឿងនេះមិនឲ្យកើតមានភាពចម្រូងចម្រាសរវាងអាជីវករលក់ដូរខាងក្នុងនិងខាងក្រៅឡើយអានឹងបើសិនតែកុំឲ្យមានបញ្ហាឬតលផ្អែកតាមអារីពាក្យស្នើសុំរបស់គាត់នោះសំណុំពរដល់ខាងអាជ្ញាធរនោះដល់លោកអភិបាលនោះណាបើសិនជាលោកអភិបាលលោកថាបើគាត់ដាក់អញ្ចឹងមកលោកអភិបាលគាត់សម្រួលតាមអាជីវករហ្នឹងក៏អានឹងវាដូចជាអត់មានបញ្ហាទេបើសិនជាយ៉ាងម៉េចយ៉ាងណាទៅទៀតអានឹងខ្ញុំមិនហ៊ានថាដែរបងវាពិបាកដែរអានឹងព្រោះយើងវាធ្វើសិទ្ធតូចតាចពេកយើងមិនអាចហ៊ានទៅប៉ះពាល់ឲ្យខាងសមត្ថកិច្ចទេខាងអាជ្ញាធរទេឆ្លើយតបបញ្ហានេះអភិបាលក្រុងកំពង់ឆ្នាំងលោកហៃមនោរម្យថ្លែងបញ្ជាក់ថាអាជ្ញាធរក្រុងមិនទាន់ទទួលបានគម្រោងជាក់លាក់ណាមួយនៅឡើយពីព្រោះការងារនេះសម្រេចលើគណៈអភិបាលខេត្តប៉ុន្តែលោកថាអាជ្ញាធរកំពុងកិត្តគូនឹងដោះស្រាយបញ្ហានេះហើយហើយដំពុំឲ្យបក្សាប្លង់បន្តទៀតដើម្បីឲ្យមានប្លង់ទលាយអាចថាថ្ងៃមុខរៀបចំមានស្ដាប់សពល្អអាចបានទឹកចូលនៅពេលមានគ្រោះអាសន្នអីណាគាត់ឲ្យរៀបប្លង់រៀបអីហ្នឹងតែដាក់ដបូលមិនទាន់ដាក់ដបូលអីអានោះអត់ទាន់ជែកគ្នាដល់ហ្នឹងទេក្រុមអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូងនិងប៉ែកខាងជើងប្រមាណ400តូបបានរុះរើតូបរបស់ខ្លួនចេញដើម្បីយកកន្លែងឲ្យក្រុមការងារស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់និងក្រាលការ៉ូនៃគម្រោងចែកការតាំងពីអំឡុងខែឧសភាឆ្នាំ2014បច្ចុប្បន្នទីតាំងនេះស្ថាបនារួចរាល់ហើយប៉ុន្តែអាជ្ញាធរមិនទាន់ឲ្យចូលលក់វិញនៅឡើយដោយរងចាំចាត់ចែងរបៀបលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ជាងមុនសិនខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងក្រុមសហគមន៍ដែលបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចនៅក្នុងខេត្តចំនួន3គឺខេត្តកំពង់ឆ្នាំងព្រះវិហារនិងខេត្តមណ្ឌលគិរីបាននាំគ្នាមកភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធស្ថានទូតនិងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចាក់ក្រុមអ្នកភូមិបានចោទប្រកាន់ក្រុមហ៊ុនទាំងនោះដែលបានទទួលសិទ្ធិអភិវឌ្ឍពីរដ្ឋាភិបាលថាបានរំលោភសិទ្ធិប្រជាពលរដ្ឋគំរាមកំហែងនិងប្រើប្រព័ន្ធតុលាការគៀបសង្កត់អ្នកភូមិមិនឲ្យតវ៉ាចាន់អ្នកស្រីខែសំណងមានសេចក្តីរាយការណ៍អំពីរឿងនេះសហគមន៍ជនជាតិដើមភាគតិចគួយឃុំប្រមេខេត្តព្រះវិហារនិងសហគមន៍ជនជាតិដើមភាគតិចភ្នងនៃភូមិចចាខេត្តមណ្ឌលគិរីបានទាមទាររដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នៅគម្រោងក្រុមហ៊ុនចំនួន3ដែលកំពុងទទួលបានដីសម្បត្តិសេដ្ឋកិច្ចនៅតំបន់ពួកគេរស់នៅនិងបង្កបង្កើនផលសហគមន៍ភូមិចចាឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរីលោកប្រាប់ជីបជាជនជាតិដើមភាគតិចភ្នងថ្លែងថាពលរដ្ឋ211គ្រួសារបានរងគ្រោះបាត់បង់ដីធ្លីសរុប1500 ហិកតាជាដីចម្ការវិលជុំដីកប់ខ្មោចព្រៃអារក្សដែលជាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមចាប់តាំងពីក្រុមហ៊ុនប៊ិញភឿក1ចូលទៅអភិវឌ្ឍតំបន់ពួកគាត់សូមឲ្យរាជរដ្ឋាភិបាលមើលទុកវល់និងទុកព្រួយភ័យខ្លាចរបស់កូនចៅខាងផងបាទសូមមេត្តាជួយដកហូតក្រុមហ៊ុនកុំឲ្យមាននៅក្នុងទឹកដីភូមិចចាឃុំប្រជុំស្រុកកែស្មាទៀតបាទលុបបំបត្តិក្រុមហ៊ុនប៊ិញភឿក
មួយនោះដែលរកបំពេញបំផ្លិចបំផ្លាញគំរាមកំហែងឈូសឆាយអាព្រៃអរៈព្រៃជំនឿតំបន់របស់ពួកខ្ញុំបងប្អូនជនជាតិដើមភាគតិចនេះគឺគ្មានសេសសល់ទេដូចគ្នាទៅនឹងការស្នើសុំរបស់សហគមន៍ភូមិចាក់ចាដែរសហគមន៍ជនជាតិដើមភាគតិចគួយមកពីឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារអ្នកស្រីសុកធីថ្លែងថាពលរដ្ឋ367គ្រួសារកើតទុក្ខមិនសុខចិត្តចំពោះការបាត់បង់ដីបង្កបង្កើនផលនិងដីកេដូនតាដែលជាទីផ្ដល់ជីវិតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ប្រមាណ 10000 ហិកតាដោយសារក្រុមហ៊ុនឡានហ្វេងនិងរយហ្វេងដែលបានទទួលសិទ្ធិអភិវឌ្ឍតំបន់នោះអ្នកស្រីចោទក្រុមហ៊ុននេះថាធ្វើការខុសច្បាប់រំលោភសិទ្ធិពលរដ្ឋមុនអភិវឌ្ឍក្រុមហ៊ុននេះមិនដែលមានការសិក្សាពីផលប៉ះពាល់និងពិភាក្សាជាមួយពួកគាត់ទេតែក្រុមហ៊ុននេះបានប្រើគ្រឿងចាក់ឈូសឆាយដំណាំចម្ការរបស់អ្នកភូមិទាំងយប់ទាំងថ្ងៃនិងដុតខ្ទមរបស់ពួកគាត់ដែលមិនអាចទប់ស្កាត់បានផ្ទុយទៅវិញអាជ្ញាធរមិនអាចដោះស្រាយបញ្ហាជូនពួកគាត់បានឡើយខ្ញុំមិនអាចទទួលយកបានពីក្រុមហ៊ុននេះសូមឲ្យរាជរដ្ឋាភិបាលលុបចោលក្រុមហ៊ុននេះពួកខ្ញុំមិនពេញចិត្តទេព្រោះមករំលោភ99ឆ្នាំនោះមិនមែនធម្មតាទេបាត់បង់ដីដែលបំរុងទុកឲ្យកូនចៅចំនួនក្រោយទៀតមនុស្សកាន់តែច្រើនដីកាន់តែរិចរិលសូមសំណូមពរឲ្យរាជរដ្ឋាភិបាលក៏លុបចោលក្រុមហ៊ុនឡានហ្វេងហើយនឹងរួយហ្វេងពួកខ្ញុំមានការលំបាកជាខ្លាំងសប្តាហ៍ថ្ងៃនេះពួកខ្ញុំមកភ្នំពេញបងប្អូនឯនោះនៅស្រុកស្កាត់ហើយមានការលំបាកដឹកទឹកពីភូមិទៅហើយរៃលុយគ្នាទិញប្រេងដើម្បីទៅចរចាជាមួយនឹងក្រុមហ៊ុនខាត់កំអយប៉ះពាល់នេះជាដីព្រៃនេះគឺកញ្ច្រាំងរបស់ពួកខ្ញុំប៉ុន្តែពួកគេអត់ស្ដាប់ទេការថ្លែងរបស់សហគមន៍នេះនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងការិយាល័យវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាហៅកាត់ថា NGO Forum ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី8ខែមករាឆ្នាំ2015បន្ទាប់ពីសន្និសីទកាសែតនេះអ្នកភូមិបានយកញត្តិដាក់ទៅស្ថាប័នពាក់ព័ន្ធក្រសួងនិងស្ថានទូតសរុប15ដើម្បីស្នើឲ្យអន្តរាគមន៍តាក់ទងទៅនឹងបញ្ហាចម្រូងចម្រាសដីធ្លីនេះដែរនៅខាងមុខរដ្ឋសភាពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន KDC មកពីឃុំតាចេះស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងប្រមាណ50នាក់បានស្រែករកយុត្តិធម៌ពីអ្នកតំណាងទាំងពីរបកបន្ទាប់ពីពួកគាត់មិនឃើញមានដំណោះស្រាយណាមួយពីគណៈកម្មការទី1នៃរដ្ឋសភាអស់ជាច្រើនខែមកហើយដល់ត្រៃដីធ្លីឲ្យពួកយើងជាបន្តពួកតែចាញ់មកទៅអត់បានទៅកវល់មកជាជន់មកចាញ់មកអ្នកតវ៉ាប្រមាណ50នាក់ក្នុងចំណោមពលរដ្ឋ83គ្រួសារបានធ្វើការទាមទារឲ្យក្រុមហ៊ុន KDC ដោះស្រាយឲ្យពួកគេផ្សេងគ្នាពលរដ្ឋ16គ្រួសារបានទាមទារឲ្យក្រុមហ៊ុននេះផ្ដល់សំណងដីធ្លីនិងផ្ទះសម្បែងត្រឡប់មកវិញពលរដ្ឋ24គ្រួសារដែលធ្លាប់បានសំណងពីក្រុមហ៊ុនម្ដងរួចមកហើយបានត្រឡប់មកតវ៉ាឲ្យក្រុមហ៊ុនសងបន្ថែមដោយសារពួកគេយល់ថាតិចតួចចំណែកឯពលរដ្ឋ43គ្រួសារទៀតក៏ស្នើឲ្យក្រុមហ៊ុនផ្ដល់សំណងឲ្យពួកគេដែរស្របពេលដែលស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេតលើឯកសារស្របច្បាប់មួយចំនួនបញ្ជាក់ជាម្ចាស់កម្មសិទ្ធិដីធ្លីនៅតំបន់នោះឆ្លើយតបទៅនឹងបញ្ហានេះប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានចេញមកជួបពលរដ្ឋសន្យាថានឹងយកសំណើរបស់ពួកគេទៅពិភាក្សាជាមួយក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយរួមមួយនាងខ្ញុំខែសុណងវັດឈូអាស៊ីសេរីភ្នំពេញចាលោកអ្នកស្ដាប់ជាទីមេត្រីកាលពីព្រឹកម្សិលមិញកម្មកររោងចក្រកាត់ដេរ Sunbest ជិត100នាក់ដួលសន្លប់ដោយសារផ្អើលរត់ជន់គ្នានៅពេលឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់ចែកចាយភ្លើងក្នុងរោងចក្រកម្មការិនីម្នាក់ឈ្មោះខុមសុខេនដែលទៅបានធូរស្រាលពីការដួលសន្លប់បានឲ្យដឹងថាពេលដែលកើតហេតុកម្មករភ័យស្លន់ស្លោហើយនាំគ្នារត់យកទៅរួចខ្លួនមន្ត្រីសហជីពស្រីកម្មករលោកសយចន្ទធូឲ្យដឹងថាក្នុងចំណោមអ្នកសន្លប់ទាំងអស់មានជាងភ្លើង3នាក់រងរបួសធ្ងន់ដោយសារត្រូវផ្កាភ្លើងខ្ទាតចំចំណែកឯកម្មករវិញរងរបួសស្រាលក៏ប៉ុន្តែពួកគេភ័យក៏សន្លប់ទៅការទីថ្ងៃក្រោយទៀតកុំឲ្យមានបញ្ហាអញ្ចឹងបងប្អូនកម្មករគាត់នឹងមានបងប្អូនកម្មករមួយចំនួនគាត់នៅក្រៅខ្លះបើមិនបើគាត់នៅក្នុងទាំងអស់គាត់មិនដឹងថាវាជន់គ្នាយ៉ាងណាហើយអីជាក់ស្ដែងដូចទឹកមិញហ្នឹងអូនស្រីគាត់កម្មករគាត់សរសៃស្រីទៅបានទីជន់សន្លប់ចន្លងដែរវិទ្យុអស៊ីសេរីមិនអាចតាក់ទងរដ្ឋបាលរោងចក្រដើម្បីឆ្លើយបំភ្លឺពីសំណងផ្លូវចិត្តនិងការព្យាបាលជូនកម្មករបានទេកាលពីម្សិលមិញប៉ុន្តែខាងសហជីពអះអាងថាថៅកែរោងចក្របានទទួលខុសត្រូវចេញថ្លៃព្យាបាលរបស់កម្មករដែលរងរបួសទាំងអស់រោងចក្រកាត់ដេរសម្លៀកបំពាក់ Sunbest ស្ថិតនៅខេត្តកណ្ដាលមានកម្មករធ្វើការសរុបជាង 1000 នាក់
ចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអសីស្រីដែលរៀបចំជូននៅនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានបទវិភាគផ្ដោតអំពីតើបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលថ្ងៃ7មករាសិក្ខាសាលាអន្តរជាតិរយៈពេល3ថ្ងៃស្ដីពីការជំរុញស្ត្រីឲ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យកីឡាចាំមូលហេតុនៃការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជាហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍និងបទវិភាគទាំងនេះជាបន្តបន្ទាប់ដោយមេត្រីបទវិភាគលោកដានៀងជាទីមេត្រីលោកហ៊ុនសែនអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីមានប្រសាសន៍ថាអ្នកដែលប្រឆាំងថ្ងៃ7មករាគឺជាសម្ព័ន្ធមិត្តរបស់ប៉ុលពតលោកថែមទាំងបដិញ្ញាចិត្តថានឹងពុះពៀគ្រប់ឧបសគ្គហ៊ានបដូរជីវិតដើម្បីការពារសមិទ្ធផល7មករានេះឲ្យស្ថិតស្ថេរជារៀងរហូតតើបកប្រជាជនកម្ពុជាប្រើវិធីបែបណាខ្លះដើម្បីការពារសមិទ្ធផលថ្ងៃ7មករាចាលោកបានវិចារមានបទវិភាគអំពីរឿងនេះបើចង់ដឹងថាគណៈបកប្រជាជនកម្ពុជាប្រើវិធីបែបណាដើម្បីការពារសមិទ្ធផល7មករានោះយើងត្រូវដឹងជាមុនថាអ្វីខ្លះជាសមិទ្ធផល7មករាសិនថ្ងៃ7មករា1979ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោឃៅអាវខ្មៅប៉ុលពតថ្ងៃនេះក៏ជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពានប្រទេសកម្ពុជានិងជាថ្ងៃដែលក្រុមមន្ត្រីគណៈបកប្រជាជនកម្ពុជាសពថ្ងៃបានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្ទប់ពីវៀតណាមគណៈបកកណ្ដាលអំណាចអះអាងថាសមិទ្ធផលធំមួយរបស់ខ្លួននោះគឺជាការនាំសន្តិភាពនិងស្ថិរភាពនយោបាយជូនប្រជាជាតិកម្ពុជាហេតុនេះការរក្សាសន្តិភាពជាកាតព្វកិច្ចចាំបាច់របស់ខ្លួននៅពេលដែលខ្មែរក្រហមរត់ចេញពីភ្នំពេញទៅកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិសពបែបសពយ៉ាងតាំងពីព្រៃឈើសត្វព្រៃធនធានរ៉ែនិងធនធានមច្ឆជាតិជាដើមត្រង់ចំណុចនេះគណៈបកកណ្ដាលអំណាចលើកឡើងថាកម្ពុជានៅឆ្នាំ1979ជាឆ្នាំ0ឬជាឆ្នាំគំនោផែផងគណៈបកប្រជាជនថែមទាំងអួតទៀតថាខ្លួនអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដោយសពថ្ងៃទៀតពិតពីឆ្នាំ1979ដល់ឆ្នាំ1993ការអភិវឌ្ឍវិស័យសាធារណៈក្នុងប្រទេសកម្ពុជាមិនបានប្រែប្រួលជាដុំកំភួននោះទេមូលហេតុនេះព្រោះតែរដ្ឋការខ្មែរក្រហមដែលកាន់អំណាចនៅក្នុងព្រៃពេលខ្លះបានចេញមកវាយប្រហារឆក់ប្លន់នៅទីប្រជុំជនដែលជាតំបន់គ្រប់គ្រងដោយរដ្ឋកម្ពុជាគណៈបកប្រជាជនកម្ពុជាទប់ទល់នឹងខ្មែរក្រហមដោយអនុញ្ញាតឲ្យកងទ័ពវៀតណាមឈរជើងនៅកម្ពុជានិងដាក់ជំនាញការគ្រប់ក្រសួងគ្រប់ខេត្តគ្រប់តំបន់នៅទូទាំងប្រទេសរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991រវាងរដ្ឋាភិបាលត្រីភាគីដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុនិងភាគីរដ្ឋកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនភាគីទាំងអស់ព្រមព្រៀងគ្នាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ1993ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នឬអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថាអ៊ុនតាគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកដំបូងនោះតែបកនេះបានឡាំប៉ាទាមទារអំណាចរួមជាមួយនឹងគណៈបកហ៊ុនស៊ិនប៉ិចដែរបើបកហ៊ុនស៊ិនប៉ិចមិនព្រមចែកអំណាចទេនោះរដ្ឋាភិបាលថ្មីមួយអាចនឹងកើតមានឡើងនៅភាគខាងកើតទន្លេមេគង្គជាមិនខានសម្ដេចនរោត្តមសីហនុដោះស្រាយបញ្ហានេះដោយបង្កើតរដ្ឋាភិបាលក្បាល2ចម្លែកជាងគេនៅលើពិភពលោកប្រការទាំងនេះទំនងជាគណៈបកកណ្ដាលអំណាចគិតថាមានតែក្រុមខ្លួនទេមើលទៅដែលអាចរក្សាសន្តិភាពជូនកម្ពុជាបានក្នុងហេតុផលការពារសមិទ្ធផល7មករាឬការពារសន្តិភាពនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែនបានច្បាំងគ្នាជាមួយគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី5និងថ្ងៃទី6ខែកក្កដាឆ្នាំ1997ចម្បាំងមួយចំអិនកំពឹសនោះបានសម្លាប់មនុស្សអស់ជាច្រើននាក់ដៃម្ខាងរបស់គណៈបកប្រជាជនកម្ពុជាព្យាយាមផ្ដួលរំលំរបបខ្មែរក្រហមហើយជើងម្ខាងទៀតបែងគណៈបកហ៊ុនស៊ិនប៉ិចឲ្យដួលងើបមុខលែងរួចក្រៅពីប្រើយុទ្ធសាស្ត្រប្រើយុទ្ធវិធីប្រយុទ្ធដណ្ដើមអំណាចលោកហ៊ុនសែនក៏ថែមទាំងប្រើប្រាស់កម្លាំងបង្ក្រាបបាតកម្មទៀតបាតកោរាប់សិបនាក់បានស្លាប់និងរាប់រយនាក់ទៀតបានរងរបួស
ដោយសារតែអាជ្ញាធរបង្ក្រាបនិងស្នាដៃរបស់ជនអនាមិកដែលគប់គ្រាប់បែកចូលវងបាតកោនៅមុនឆ្នាំ 2000 ក្រៅពីសម្លាប់ក្រៅប្រព័ន្ធច្បាប់មន្ត្រីសង្គមស៊ីវិលសហជីពអ្នកកាសែតនិងពលរដ្ឋជាច្រើនក៏ត្រូវអាជ្ញាធរចាប់ដាក់គុកក្រោមលេសថារក្សាសន្តិភាពសុវត្ថិភាពសង្គមមានសុវត្ថិភាពដែលលោកហ៊ុនសែនឲ្យនិយមន័យនោះគឺជាសង្គមដែលគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសឬនិយាយឲ្យស្រួលស្ដាប់គឺជាសង្គមដែលលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីប្រហែលជាមើលឃើញបែបនេះហើយទើបមន្ត្រីគណៈបកប្រជាជនកម្ពុជាតាំងពីថ្នាក់លោកខែដល់ថ្នាក់ជំនួយការប្រធានភូមិតែងតែទទូចទារសកលមិនដាច់ពីមាត់ពីប្រជាពលរដ្ឋខ្មែរមិនតែប៉ុណ្ណោះគណៈបកនេះថែមទាំងបំភ័យប្រជាពលរដ្ឋថាបើបកប្រឆាំងជាប់ឆ្នោតនឹងមានសង្គ្រាមជាដើមនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5លោកហ៊ុនសែនប្រកាសជាសាធារណៈថាបើលោកចាញ់ឆ្នោតលោកនឹងឈប់ធ្វើបុណ្យលោកថែមទាំងបញ្ជាក់ទៀតថាបើចង់សងគុណ7មករាគឺត្រូវបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាបំភ័យសម្លុតគម្រាមបែបហ្នឹងមិនគ្រប់គ្រាន់ទេលោកហ៊ុនសែនក៏ចូលចិត្តប្រើវិធីទិញទឹកចិត្តឬទិញសវត្ថិភាពអ្នកនយោបាយពីខាងក្រៅមកជួយខ្លួនដែរតាមរយៈយុទ្ធសាស្ត្រទិញនេះហើយដែលធ្វើឲ្យលោកមានទីប្រឹក្សាពូកែរាប់សិបនាក់នៅជុំវិញខ្លួននិងទិញរហូតដល់គណៈបករាជានិយមដែលធ្លាប់តែឈ្នះឆ្នោតនោះរលាយបាត់អស់អាសនៈពីសភាគ្មានសល់បើគ្រាន់តែធ្វើឲ្យគូប្រកួតប្រជែងចុះខ្សោយនោះគឺមិនគ្រប់គ្រាន់ឡើយសម្រាប់គណៈបកកាន់អំណាចគណៈបកនេះបានពង្រឹងសាមគ្គីភាពផ្ទៃក្នុងផ្នែកនយោបាយនិងកម្លាំងសេដ្ឋកិច្ចដ៏រឹងមាំគណៈបកប្រជាជនកម្ពុជាមិនបានរកស៊ីអ្វីបន្តិចទេតែបកនេះមិនខ្វះលុយចាយឡើយបកនេះដើរតួនាទីជាតាណូអែលចាំតែចែកអំណោយអ្វីដែលប្លែកបន្តិចនោះគឺតាណូអែលមែនតែនលួចប្លង់អំណោយឲ្យស្ងាត់រីឯតាណូអែលនៃគណៈបកប្រជាជនកម្ពុជាចែកអំណោយនៅពីខាងមុខម៉ាស៊ីនថតរូបដែលមានអ្នកថតរូបរាប់សិបនាក់គណៈបកប្រជាជនកម្ពុជាក៏មិនចាំបាច់ត្រូវការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណៈបកនយោបាយដើម្បីបានលុយជាតិមកឃោសនាបោះឆ្នោតតែគណៈបកនេះគឺមានលុយស្រាប់តែម្ដងតែលុយទាំងអស់នោះបានមកពីណាចម្លើយគឺបានមកពីរោគរដ្ឋមន្ត្រីប្រាក់ខែជាង4លានរៀលប៉ុន្តែជិះឡានសុទ្ធតែលុយស៊ី500ចិត្តផ្ទះធំស្កឹមស្កៃតម្លៃរាប់លានដុល្លារគាត់រកលុយបានដោយវិធីណាចម្លើយគឺមានវិធីច្រើនណាស់តែចម្លើយមួយដែលគេនិយមនិយាយជាងគេនោះគឺបានមកពីអ្នកទាំងនោះមានជំនាញរកក្រៅអុកញ៉ាមួយចំនួនវិញមានសិទ្ធិស្របច្បាប់ទទួលយកដីរដ្ឋយកទៅលក់អ្នកខ្លះទៀតត្រូវបានរដ្ឋប្រគល់ដីសាធារណៈដែលមានប្រជាពលរដ្ឋរស់នៅលើទីនោះស្រាប់នោះឲ្យយកទៅវិនិយោគលោកអុកញ៉ាទាំងនោះមិនញញើតទេនឹងការបណ្ដេញពលរដ្ឋទាំងនោះចេញពីលំនៅឋានបន្ទាប់មកទៀតអ្នកខ្លះក៏រកស៊ីបូមខ្សាច់រកស៊ីលក់រ៉ែរកស៊ីលក់ឈើរកស៊ីដីសម្បទានព្រៃឈើនិងបើករោងចក្រជាដើមលុយដែលមិនសូវមានប្រភពច្បាស់លាស់ទាំងនេះហើយដែលជាគ្រឹះសម្រាប់ជ្រុំជ្រែងសមិទ្ធផលថ្ងៃ7មករាទោះជាយ៉ាងណាក៏ដោយយុវជនសកលក្រោយច្រើនណាស់ដែលចង់បានការវិវត្តប្រទេសដោយផ្អែកលើផែនការច្បាស់លាស់នៅថ្ងៃទី7ខែមករាឆ្នាំ2015នេះយុវជនអ្នកលេង Facebook ជាច្រើនអ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំប្រទេសរបស់គណៈបកប្រជាជនកម្ពុជាបានចេញមុខបដិសេធសងគុណថ្ងៃ7មករាឆ្នាំ1979អ្នកខ្លះផ្ញើសាររិះគន់អ្នកខ្លះទៀតផ្ញើសារចំអកហើយអ្នកខ្លះទៀតផ្ញើសារជេរបញ្ចោលតែម្ដងពួកគេមិនពេញចិត្តប្រហែលជាមិនមែនមកពីគណៈបកប្រជាជនកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមទេប៉ុន្តែអំពើអយុត្តិធម៌សង្គមពុករលួយបំផ្លាញធនធានទ្រព្យសម្បត្តិជាតិធនធានធម្មជាតិនិងការរំលោភសិទ្ធិពលរដ្ឋទៅវិញទេដែលធ្វើឲ្យពលរដ្ឋធុញទ្រាន់នឹងគុណបំណាច់7មករានេះខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីជាច្រើនឆ្នាំមកហើយរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងក្រុមអង្គការក្រៅរដ្ឋាភិបាលបានប្រឹងប្រែងជំរុញស្ត្រីឲ្យចូលរួមក្នុងឆាកនយោបាយនិងការដឹកនាំក្នុងវិស័យនានាដើម្បីរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចចានៅឆ្នាំ2015នេះរដ្ឋាភិបាលកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាជាច្រើនទៀតកំពុងរួមគ្នាជំរុញឲ្យស្ត្រីបានចូលរួមធ្វើជាអ្នកដឹកនាំនិងធ្វើជាកីឡាការិនីបានកាន់តែច្រើនឡើងថែមទៀត
ចា៎នេះគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាកំពុងប្រឹងប្រែងដើម្បីលើកកម្ពស់ស្ត្រីឲ្យស្មើភាពគ្នាជាមួយនឹងបុរសលើគ្រប់វិស័យលោកហងសៃយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះគណៈកម្មការកីឡាអូឡ িম্প ិកជាតិកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាអន្តរជាតិរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី11ខែមករាជាមួយបណ្ដាប្រទេសចំនួន27មកពីតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាដើម្បីរួមគ្នាជំរុញឲ្យស្ត្រីក្លាយជាអ្នកដឹកនាំក្នុងវិស័យកីឡានិងជាកីឡាការិនីនៅក្នុងការប្រកួតជាអន្តរជាតិបានកាន់តែច្រើនថែមទៀតសិក្ខាសាលាអន្តរជាតិស្ដីពីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីក្នុងវិស័យកីឡាអាស៊ីនោះត្រូវគេរំពឹងថាគឺជាកិច្ចខិតខំប្រឹងប្រែងលើឆាកអន្តរជាតិដើម្បីជំរុញនិងលើកស្ទួយសមភាព Gender និងលើកកម្ពស់សមត្ថភាពស្ត្រីឲ្យរួមចំណែកក្នុងការដឹកនាំវិស័យកីឡាជាសកលប្រធានគណៈកម្មការកីឡាអូឡ িম্প ិកជាតិកម្ពុជាគឺលោកថោងខុនលោកមានប្រសាសន៍បន្ទាប់ពីថ្លែងបើកសិក្ខាសាលាថានេះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាអន្តរជាតិដើម្បីជំរុញស្ត្រីឲ្យចូលរួមដឹកនាំនិងលេងកីឡាឲ្យកាន់តែច្រើនលោកថោងខុនបញ្ជាក់ថាការជំរុញស្ត្រីឲ្យចូលរួមដឹកនាំនិងលេងកីឡាកាន់តែច្រើននេះគឺមានសារៈសំខាន់បំផុតនៅស្របពេលដែលរដ្ឋាភិបាលក៏ដូចជាស្ថាប័នកីឡាអូឡ িম্প ិកកម្ពុជាកំពុងខិតខំផ្សារភ្ជាប់ស្ត្រីទៅក្នុងវិស័យកីឡាកាន់តែច្រើនថែមទៀតនោះនៅកម្ពុជាយើងនេះក្នុងអង្គការជាតិអូឡ িম্প ិកកម្ពុជាវាមានគណៈកម្មការខាងផ្នែកពេទ្យគណៈកម្មការបច្ចេកទេសផ្សេងៗក៏ប៉ុន្តែក៏មានគណៈកម្មការមួយហៅថាគណៈកម្មការស្ត្រីកីឡាផងដែរតែមានលោកជំទាវមកវណ្ណសិដ្ឋាដែលជាអបារងរដ្ឋាភិបាលលោកជាប្រធាននៃគណៈកម្មការនេះដូច្នេះនៅក្នុងសិក្ខាសាលានេះរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំជនកីឡានិងអង្គការអូឡ িম্প ិកជាតិកម្ពុជាបានខិតខំជំរុញឲ្យស្ត្រីបានផ្សារភ្ជាប់បានចូលរួមក្នុងវិស័យកីឡានេះជាច្រើនដើម្បីសម្រេចនៅផែនការរបស់រដ្ឋាភិបាលយ៉ាងហោចណាស់ក៏បាន 40% នៃចំនួនស្ត្រីក្នុងកីឡាផងដែរគណៈកម្មការកីឡាអូឡ িম্প ិកជាតិកម្ពុជាដឹងថាបច្ចុប្បន្នកម្ពុជាមានស្ត្រីជាង 1000 នាក់ដែលជាកីឡាការិនីបានហ្វឹកហាត់និងចូលរួមប្រកួតលើវិញ្ញាសាជាច្រើនដូចជាកីឡាតេក្វាន់ដូការ៉ាតេកីឡាចម្បាប់កីឡាបេតុងប៊ូលនិងកីឡាវាយបាល់ជាដើមឡើយចំនួនស្ត្រីដែលចូលរួមលេងកីឡានេះគឺកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលកាលពី 5-6 ឆ្នាំមុនប្រធានគណៈកម្មការស្ត្រីនិងកីឡាអូឡ িম্প ិកកម្ពុជាអ្នកស្រីមកវណ្ណសិដ្ឋាមានប្រសាសន៍ថាជាច្រើនឆ្នាំមកហើយស្ត្រីខ្មែរជាច្រើនតែងគិតពីវប្បធម៌ទំនៀមទម្លាប់ហើយមិនសូវចូលរួមក្នុងវិស័យកីឡាច្រើនទេអ្នកស្រីមានប្រសាសន៍ទៀតថាកន្លងទៅស្ត្រីដែលចូលរួមក្នុងវិស័យកីឡាគ្រាន់តែជារឿងធម្មតាដើម្បីសុខភាពមិនមែនជាវិជ្ជាជីវៈទេក៏ប៉ុន្តែដើម្បីជំរុញស្ត្រីឲ្យចូលរួមក្នុងវិស័យកីឡាជាវិជ្ជាជីវៈគឺត្រូវការបណ្ដុះបណ្ដាលជំនាញពីសាលាប៉ុន្តែបើទោះបីជាការបណ្ដុះបណ្ដាលជំនាញកីឡាចេញពីសាលាក៏ដោយក៏បច្ចុប្បន្ននៅមិនទាន់មានស្ត្រីច្រើនអ្នកចាប់អារម្មណ៍អំពីកីឡានៅឡើយដូច្នេះយើងកំពុងព្យាយាមទាក់ទាញពួកគេទៅតាមអ្វីដែលអាចធ្វើបានដោយសារថាវប្បធម៌យើងកន្លងមកនារីអត់សូវបានចូលរួមទេរឿងសកម្មភាពកីឡាប៉ុន្តែមកដល់ឥឡូវនេះយើងឃើញថាកំណើននៃការចូលរួមវាកាន់តែកើនឡើងហើយប៉ុន្តែជាការព្យាយាមរបស់យើងរុញឲ្យស្ត្រីទាំងអស់បានចូលរួមដោយស្មារតីហើយដោយមានតម្លាភាពហើយមានការទុកចិត្តក្នុងខ្លួនផងប៉ុន្តែវាអាស្រ័យលើឆន្ទៈបើសិនជាឆន្ទៈរបស់ប្រជាពលរដ្ឋក៏ដូចជាស្ត្រីខ្លួនឯងនឹងមានច្រើនអានឹងការចូលរួមនឹងក៏វាច្រើនដែរគណៈកម្មការអូឡ িম্প ិកជាតិកម្ពុជាបានបង្ហាញជំហរប្រាប់គណៈកម្មការស្ត្រីនៃក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីដែលហៅកាត់ថា OCA និងគណៈកម្មការអូឡ িম্প ិកអន្តរជាតិ IOC រួមជាមួយបណ្ដារដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាថាកម្ពុជាកំពុងខិតខំលើកកម្ពស់ស្ត្រីឲ្យឈានដល់សក្តានុពលជាអ្នកដឹកនាំមានជាគ្រូបង្វឹកកីឡារដ្ឋបាលកីឡាតាមរយៈការផ្ដល់អាហារូបករណ៍និងបណ្ដុះបណ្ដាលស្ត្រីដែលកំពុងនៅក្នុងវិស័យកីឡាចំនួន 1000 នាក់ប្រធានគណៈកម្មការស្ត្រីនៃក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីអ្នកស្រីណាតាល់យ៉ាស៊ីផូវិចថ្លែងថាអ្នកស្រីសូមលើកទឹកចិត្តចំពោះការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យកីឡានាតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ានេះអ្នកស្រីណាតាល់យ៉ាបញ្ជាក់ទៀតថាយោងតាមស្ថិតិបច្ចុប្បន្នឃើញថាមានស្ត្រីជាច្រើនបានចូលរួមក្នុងវិស័យកីឡា
ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់ទេប្រសិនបើស្ត្រីគ្រាន់តែចូលរួមលេងកីឡានោះគឺត្រូវតែជំរុញស្ត្រីឲ្យក្លាយទៅជាប្រមុខនិងជាអ្នកដឹកនាំក្នុងវិស័យកីឡាផងវាគឺជាអាទិភាពមួយសម្រាប់អន្តរជាតិនិងសម្រាប់តំបន់អាស៊ីដែលត្រូវលើកស្ទួយស្ត្រីក្នុងវិស័យកីឡាឲ្យកាន់តែច្រើនក៏ប៉ុន្តែវាមិនងាយស្រួលឡើយបើយើងគិតទៅដល់វប្បធម៌ប្រពៃណីទំនៀមទម្លាប់និងសាសនានៅតាមតំបន់ដើម្បីផ្លាស់ប្ដូរស្ត្រីឲ្យចូលរួមក្នុងវិស័យកីឡានោះទោះជាយ៉ាងណាយើងត្រូវដឹងឲ្យប្រកាសថាតើគួរធ្វើយ៉ាងណាដោយយ៉ាងហោចណាស់ឲ្យស្ត្រីអាចចូលរួមលេងកីឡាក្នុងកម្រិតនៃប្រទេសនីមួយៗដែរកីឡាការិនីម្ចាស់មេដាយមាសតៃខ្វាន់ដូរបស់កម្ពុជាដែលចូលរួមប្រកួតកីឡាអាស៊ីកាលពីឆ្នាំមុនគឺកញ្ញាសុនសៀវម៉ៃមានប្រសាសន៍ថាការចូលលេងកីឡាជាពិសេសគឺត្រូវពឹងផ្អែកទៅលើសុខភាពជាចម្បងព្រមទាំងការគាំទ្រពីក្រុមគ្រួសារនិងជនរួមជាតិកញ្ញាសុនសៀវម៉ៃបញ្ជាក់ថានាងមានឈ្មោះជាកីឡាការិនីល្បីរបស់កម្ពុជានៅពេលនេះបន្ទាប់ពីនាងមានបទពិសោធន៍ពីការប្រកួតចាញ់ជាច្រើនលើកប៉ុន្តែនាងនៅតែតស៊ូយ៉ាងស្វិតស្វាញទើបធ្វើឲ្យមានជ័យជំនះកញ្ញាសៀវម៉ៃលើកទឹកចិត្តឲ្យស្ត្រីខ្មែរគ្រប់រូបចូលរួមលេងកីឡាពីព្រោះវាមានសារៈសំខាន់ដល់សុខភាពខ្ញុំសូមអំពាវនាវដល់ស្ត្រីនៅប្រទេសកម្ពុជាទាំងអស់ឲ្យងាកមកមើលវិស័យកីឡាព្រោះថាភាគតិចណាស់ដែលស្ត្រីនៅប្រទេសកម្ពុជាគាត់អត់ទៅរវល់នឹងវិស័យកីឡាព្រោះគាត់គិតថាអាចខូចរាងអាចឡើងសាច់ដុំប៉ុន្តែអត់ទេវិស័យកីឡាគឺមានអត្ថប្រយោជន៍ច្រើនអាចការពារខ្លួនក៏ដូចជាផ្ដល់នូវសុខភាពល្អរឹងប៉ឹងច្រើនព្រោះថាកីឡាគឺមានការអត់ធ្មត់ច្រើនហើយពេលដែលគាត់លេងនៅវិស័យកីឡាគាត់អាចកម្លាំងវាឡើងតាមនឹងហើយជាពិសេសនោះក៏អាចជួយលើកតម្កើងនៅមុខមាត់ប្រទេសជាតិបានបណ្ដាប្រទេសជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាដែលជឿនលឿនផ្នែកសេដ្ឋកិច្ចនិងភាពស្មើគ្នារវាងបុរសនិងស្ត្រីដូចជាប្រទេសថៃហ្វីលីពីនប្រុយណេដារូសាឡឹមសិង្ហបុរីកូរ៉េខាងត្បូងក្រុងហុងកុងនិងប្រទេសចិនជាដើមដែលកំពុងចូលរួមសិក្ខាសាលាទទួលស្គាល់ថាអភិបាលកិច្ចល្អនៅក្នុងវិស័យកីឡានឹងមិនអាចធ្វើទៅប្រកបដោយជោគជ័យទេប្រសិនបើមិនមានស្ត្រីចូលរួមក្នុងន័យនេះអង្គការកីឡានានាត្រូវតែទទួលស្គាល់ជំនាញរបស់ស្ត្រីព្រមទាំងយល់ឲ្យច្បាស់ពីសារៈសំខាន់និងផ្ដល់ឱកាសដល់ស្ត្រីមានតួនាទីក្នុងក្រុមប្រឹក្សាប្រតិបត្តិទើបប្រសើរខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបលោកនាងជាទីមេត្រីក្រោយតែពីការគម្រាមកំហែងនិងធ្វើទុកទោសចំពោះអ្នកសារព័ត៌មានការទទួលសំណូកការផ្ដាល់ប្រាក់លើកទឹកចិត្តការសរសេរអត្ថបទរសើបនិងអត្ថបទសារព័ត៌មានលម្អៀងក៏ជាផ្នែកមួយនៃការវាយតម្លៃសេរីភាពសារព័ត៌មានផងដែរបញ្ហាទាំងអស់នេះអង្គការសារព័ត៌មានគ្មានព្រំដែនកត់សម្គាល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពីរឿងនេះរបស់លោកអានស៊ីថាវកត្តាវាតម្លៃសេរីភាពសារព័ត៌មានត្រូវបានគេអះអាងខុសៗគ្នាដូចជាការបញ្ចេញមតិការដាក់សម្ពាធដល់អ្នកសារព័ត៌មាននិងការកាប់សម្លាប់ប៉ុន្តែអង្គការស្រាវជ្រាវអន្តរជាតិបានលើកយកកត្តាជាច្រើនទៀតមកបន្ថែមលើការវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានស្ថាប័នព័ត៌មាននិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទាំងនោះបានអាងថាសេរីភាពសារព័ត៌មានមិនត្រឹមតែផ្ដោតលើការគំរាមកំហែងទៅលើអ្នកសារព័ត៌មាននោះទេប៉ុន្តែកត្តាដែលធ្វើឲ្យគុណភាពអត្ថបទលម្អៀងមិនឯករាជ្យនិងការរើសអើងប្រភពក៏ជាផ្នែកសំខាន់បំផុតដែលវាតម្លៃថាវិស័យសារព័ត៌មាននៅប្រទេសមួយអន់ថយដែរដោយឈរលើមូលដ្ឋានសំខាន់3ដូចជាភាពឯករាជ្យរបស់ស្ថាប័នព័ត៌មានទីកន្លែងធ្វើការរបស់ស្ថាប័នព័ត៌មាននិងការសរសេរព័ត៌មានប្រកបដោយតម្លាភាពដែលជាផ្នែកមួយនៃការគណនាសេរីភាពសារព័ត៌មានរបស់ស្ថាប័នស្រាវជ្រាវអន្តរជាតិអះអាងថាគុណភាពសេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នមានការធ្លាក់ចុះ
បើធៀបនឹងឆ្នាំមុនរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែនប្រចាំឆ្នាំ2014បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាធ្លាក់ចុះជាងឆ្នាំ2013ដែលស្ថិតនៅលេខរៀង144ក្នុងចំណោមប្រទេស180នៅលើពិភពលោកដែលបានអង្កេតទាក់ទងនឹងការវិតម្លៃរបស់អង្គការសារព័ត៌មានគ្មានព្រំដែននេះស្ថាប័នសារព័ត៌មាននៅកម្ពុជាជាច្រើនបានអះអាងថាវាជារឿងត្រឹមត្រូវនៅពេលដែលគុណភាពព័ត៌មានធ្លាក់ចុះឬប្រភេទព័ត៌មានមិនគ្រប់ជ្រុងជ្រោយគ្មានចម្រុះភាពនិងការសរសេរអត្ថបទដោយបំផ្លាញប្រភពផ្ដល់ព័ត៌មានជាពិសេសប្រភពមកពីខាងរដ្ឋាភិបាលជាដើមអគ្គនាយកនៃគេហទំព័រថ្មីដែលផ្សាយព័ត៌មានប្រចាំថ្ងៃលោកគីសុលីមយល់ឃើញថាអ្នកសារព័ត៌មានស្វែងរកប្រភពមិនបានដោយសារតែការកសាងបណ្ដាញរបស់អ្នកសារព័ត៌មាននោះមិនបានល្អជាមួយប្រភពជាពិសេសមន្ត្រីមកពីរដ្ឋាភិបាលម្យ៉ាងវិញទៀតមន្ត្រីមួយចំនួនដែលធ្វើការនៅក្នុងស្ថាប័នរដ្ឋជាយាមលាក់បាំងព័ត៌មានដែលរសើបលោកបញ្ជាក់ទៀតថាប្រសិនបើអ្នកសារព័ត៌មានបានអភិវឌ្ឍចំណេះដឹងរបស់ខ្លួនកាន់តែខ្ពស់គឺជាការបង្កើនភាពជឿជាក់រវាងមន្ត្រីរដ្ឋាភិបាលក្នុងការផ្ដល់ប្រភពព័ត៌មានទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថាការសរសេរអត្ថបទព័ត៌មានដែលធ្វើឲ្យប្រភពមានការអន់ចិត្តគឺជាបញ្ហាសំខាន់ដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកសារព័ត៌មាននិងប្រភពធ្លាក់ចុះដែលជានិច្ចកាលគេធ្លាប់តែលើកឡើងថាអ្នកសារព័ត៌មានសួរប្រភពមកសរសេរអត្ថបទឬសរសេរអត្ថបទដើម្បីសម្លាប់ប្រភពសម្រាប់ប្រភពពេកក៏ប្រភពនោះមិនអាចផ្ដល់ព័ត៌មានឲ្យយើងជាបន្តបន្ទាប់ដែរអញ្ចឹងហើយបានជាមានទ្រឹស្ដីមួយថានៅពេលដែលយើងសរសេរអត្ថបទមួយយើងមិនគួរឲ្យសម្លាប់អ្នកដែលផ្ដល់បទសម្ភាសន៍ឲ្យយើងហើយក៏យើងមិនគួរឲ្យគេឈឺចាប់ខ្លាំងដោយសារអត្ថបទរបស់យើងមួយដែរតែខ្ញុំគិតថាយើងត្រូវរក compromise មួយមានន័យថាការសម្របសម្រួលណាមួយដែលអនុញ្ញាតឲ្យអត្ថបទរបស់យើងនឹងអាចបម្រើសង្គមផងហើយប្រភពយើងក៏គេមិនឈឺចាប់ខ្លាំងហើយយើងអ្នកបន្ថែមហ្នឹងក៏អាចពង្រីកប្រភពព័ត៌មានរបស់យើងកាន់តែច្រើនទៅមុខទៀតលោកបញ្ជាក់ទៀតថាការរក្សាប្រភពបានល្អក៏ជាកត្តាមួយសំខាន់ដែលស្ថាប័នព័ត៌មានចង់បាននិងជាផ្នែកមួយធ្វើឲ្យគុណភាពអត្ថបទព័ត៌មានរឹតតែមានគុណភាពបន្ថែមលើនេះអ្នកវិភាគវិស័យព័ត៌មានមួយចំនួនយល់ឃើញទៀតថាការស្វែងរកប្រភពពីមន្ត្រីរដ្ឋាភិបាលមិនបានដោយសារតែកត្តាសំខាន់ពីរទី1សមត្ថភាពរបស់អ្នកសារព័ត៌មាននៅមានកម្រិតឬសរសេរខុសបំភ្លឺអំពីអ្វីដែលប្រភពនិយាយកត្តាសំខាន់ទី2មន្ត្រីរដ្ឋាភិបាលខ្លះហាក់រងសម្ពាធពីថ្នាក់ដឹកនាំមានន័យថាបើនិយាយត្រូវមន្ត្រីនោះត្រឹមរួចខ្លួនតែបើនិយាយខុសវិញបានត្រឹមមេស្ដីបន្ទោសតែប៉ុណ្ណោះការីនិពន្ធនៃសារព័ត៌មានប្រចាំថ្ងៃឈ្មោះភ្នំពេញប៉ុស្តិ៍លោកមឿនយានយល់ឃើញថាដើម្បីលើកកម្ពស់រវាងប្រភពពីរដ្ឋាភិបាលនិងអ្នកសារព័ត៌មានឲ្យកាន់តែល្អនោះគឺការយកគ្នាជាមិត្តដោយមិនមែនរើសអើងឬចាត់ទុកថាអ្នកសារព័ត៌មានជាសត្រូវនោះទេស្ថាប័នខ្លះមានមន្ត្រីខ្លះគាត់មិនខំតែមិនចង់ធ្វើមិត្តទេតែគាត់បែរជាចង់អ្នកងាយដល់ក្រុមអ្នកសារព័ត៌មានទៀតក៏គាត់មានដែរខ្ញុំក៏ធ្លាប់ជួបខ្លួនឯងដែរប៉ុន្តែនេះគឺជាអ្វីដែលអ្នកសារព័ត៌មាននឹងអស់ទទួលបានដូចខ្ញុំដែរបានផ្ដាំគាត់ថាអ្នកសារព័ត៌មានអត់មានមហិច្ឆតាធំទេមហិច្ឆតារបស់ពួកគាត់គ្រាន់តែជួយតម្រែតម្រង់សង្គមនឹងជួយឲ្យប្រជាជនទាំងអស់បានយល់ដឹងបានស្គាល់បានអីប៉ុណ្ណឹងទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធធ្លាប់បានអាងថាសមត្ថភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជាហាក់នៅមានកម្រិតទាបម្យ៉ាងវិញទៀតទោះបីជាសមាគមព័ត៌មានមួយចំនួនបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក៏ដោយក៏សមាគមនោះបង្កើតឡើងគ្រាន់ជារូបភាពប៉ុណ្ណោះតែការអនុវត្តវិញមានតិចតួចបំផុតតែថាដើរទៅសុំលុយគេមកពេលហ្នឹងពីអង្គការនេះមកគាត់បើកវគ្គតែម្ដងទៅគាត់ទុកលុយចំណេញក្នុងគាត់ខ្លះទៅចោលអញ្ចឹងបានតែមិនមែនថាដាក់អបថោអត់ទេប៉ុន្តែបើមានតិចល្អហើយជាផ្សេងទៀតគឺវាមានលក្ខណៈថាតំណាងភាពដល់អ្នកសារព័ត៌មានយើងផងយើងអាចប្រមូលមូលនិធិពីច្រើនកន្លែងពង្រឹងសមាគមរបស់យើងហើយឲ្យកាន់តែមានកម្លាំងផងអញ្ចឹងមិនចឹងហើយបានយើងឃើញសមាគមជាច្រើនក៏ខ្លះនោះគឺក្រុមសរសើរវិន័យហើយយើងមើលទៀតបើថាគេចាប់ម្ដងអ្នកសារជំនួយសរសើរយើងមិនដែលឮឈ្មោះទេលោកខៀវកញ្ញរិទ្ធបញ្ជាក់ទៀតថាដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាក្រសួងកំពុងរៀបចំច្បាប់ទទួលបានព័ត៌មានដែលច្បាប់នេះត្រូវការរយៈពេល3ឆ្នាំនិងទុនប្រមាណ$1 លានសហរដ្ឋអាមេរិកដើម្បីចុះស្រាវជ្រាវចងក្រងនិងពិភាក្សាពិគ្រោះយោបល់ជាមួយអ្នកជំនាញស្របពេលដែលរដ្ឋាភិបាលកំពុងរៀបចំច្បាប់ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននេះសហគមន៍អន្តរជាតិជាច្រើននៅតែវិតម្លៃថាសេរីភាពសារព័ត៌មាននៅកម្ពុជានៅមានភាពអន់ខ្សោយរបាយការណ៍របស់អង្គការសារព័ត៌មានគ្មានព្រំដែនបានកត់សម្គាល់ឃើញថាកម្ពុជាជាប្រទេសដែលធ្លាក់ចុះសេរីភាពសារព័ត៌មានដោយសារតែប្រទេសនេះកើតមានជម្លោះប្រដាប់អាវុធម្យ៉ាងវិញទៀតការរើសអើងចំពោះការទទួលបានព័ត៌មាននិងការបណ្ដុះបណ្ដាលចំពោះអ្នកសារព័ត៌មានបានតិចតួចក៏ជាផ្នែកមួយនៃការវិតម្លៃសេរីភាពសារព័ត៌មានធ្លាក់ចុះដែរខ្ញុំអានស៊ីថាវិទ្យុអាស៊ីសេរីភ្នំពេញ
ជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញដែលជំនុំជម្រះករណីសកម្មជនគណៈបកសង្គ្រោះជាតិកាលពីថ្ងៃប្រហ័សម្សិលមិញបានសម្រេចផ្អាកសវនកម្មភ្លាមបន្ទាប់ពីមានភាពចម្រូងចម្រាសនិងមិនចុះសម្រុងគ្នានៅក្នុងបន្ទប់កាត់ក្តីមេធាវីនិងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួមសវនកម្មអះអាងថាភាពចម្រូងចម្រាសនោះកើតឡើងដោយសារតែចៅក្រមបើកសវនកម្មខុសនីតិវិធីក្នុងរឿងអំពើហិង្សានៅផ្លូវវែងស្រេងដែលបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើនសិបនាក់កាលពីដើមខែមករាឆ្នាំ2014នេះរហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតជាក់លាក់នៅឡើយទេចាប់ទៅវិញរដ្ឋាភិបាលបានឆ្លើយទម្លាក់ការទទួលខុសត្រូវអំពើហិង្សានេះទៅលើគណៈបកសង្គ្រោះជាតិថាជាអ្នកញុះញង់ទៅវិញចានខេត្តព្រៃវែងនៅវិញលោកគ្រូអ្នកគ្រូនៅវិទ្យាល័យច័ន្ទគ្រឹស្ណារិគុណចំពោះភាពមិនប្រក្រតីក្នុងការជ្រើសរើសនាយកសាលាប៉ុន្តែប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកមេសាំងថ្លែងថាការដាក់ពិន្ទុវាយតម្លៃជ្រើសរើសបេក្ខភាពនាយកសាលានេះគឺធ្វើទៅតាមគោលការណ៍ណែនាំវាយតម្លៃរបស់ក្រសួងនិងមានតម្លាភាពប្រជាប្រដ្ឋប្រមាណជា200គ្រួសារនៅស្រុកឯកភ្នំខេត្តបាត់ដំបងរិះគន់អាជ្ញាធរឃុំថាមិនយកចិត្តទុកដាក់ដោះស្រាយប្រឡាយបង្ហូរទឹកស្អុយនៅក្នុងភូមិចាអ្នកស្រុកបញ្ជាក់ថាប្រឡាយទឹកស្អុយនេះធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជិត1ឆ្នាំមកហើយអាជីវករលក់ដូរនៅក្នុងផ្សារលើខេត្តកំពង់ឆ្នាំងជិត200នាក់នាំគ្នាផ្តិតមេដៃប្តឹងក្រុមហ៊ុនថូម៉ាក់ទៅអភិបាលខេត្តនេះដើម្បីទទួលខុសត្រូវលើផលប្រយោជន៍របស់អាជីវករហើយថាប្រសិនបើក្រុមហ៊ុនគ្រប់គ្រងផ្សារមានគម្រោងសង់តូបឬប្រាក់ដំបូលបន្ថែមជូនអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូងនិងខាងជើងផ្សារហើយតែបញ្ហានេះធ្វើអាជីវករទិញតូបនៅក្នុងផ្សារលក់មិនដាច់ក៏ប៉ុន្តែតំណាងក្រុមហ៊ុនបញ្ជាក់ថាសិទ្ធិចាត់ចែងរឿងនេះគឺខាងអាជ្ញាធរជាអ្នកទទួលខុសត្រូវក្រុមសហគមន៍ដែលបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចនៅក្នុងខេត្តចំនួន3គឺខេត្តកំពង់ឆ្នាំងព្រះវិហារនិងខេត្តមណ្ឌលគិរីបាននាំគ្នាមកភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធស្ថានទូតនិងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិจากក្រុមអ្នកភូមិបានចោទក្រុមហ៊ុនទាំងនោះដែលទទួលបានសិទ្ធិអភិវឌ្ឍពីរដ្ឋាភិបាលថាបានរំលោភសិទ្ធិប្រជាពលរដ្ឋគំរាមកំហែងនិងប្រើប្រព័ន្ធតុលាការគៀបសង្កត់អ្នកភូមិមិនឲ្យតវ៉ាលោកលានកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយនាងខ្ញុំម៉ៅសុធានីព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងនឹងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26m